ជាបឋមសូមនមស្ការចំពោះសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះរាជាគណៈប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈចម្រើនពរសម្ដេចទ្រង់ឯកឧត្តមលោកឧញ្ញាលោកជំទាវពុទ្ធបរិស័ទសប្បុរសប្រុសស្រីទាំងអស់ក្នុងព្រះបរមនាមសម្ដេចព្រះសង្ឃនាយកនិងក្នុងនាមខ្ញុំគណៈអាត្មាភាពផ្ទាល់ណាពិតជាមានសេចក្តីត្រេកអរសោមនស្សរីករាយហើយក៏ពីថ្ងៃ16នេះក៏បាននិមន្តចូលរួមណានៅក្នុងកម្មវិធីកក្កបាទក្រហមណាដែលមានសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដែលជាប្រធានកក្កបាទក្រហមបានដឹកនាំនឹងធ្វើនៅថ្វាយនៅព្រះទីឃាយុវឌ្ឍនផាត់ដើម្បីថ្វាយនៅព្រះរាជកុសលចំពោះសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុសម្ដេចព្រះវររាជមេត្តាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសម្ដេចម៉ែសម្ដេចយាយទួតណាដែលជាប្រធានកិត្តិយសកក្កបាទក្រហមជាតិកម្ពុជារបស់យើងអញ្ចឹងក្នុងនាមអាត្មាភាពផ្ទាល់ក៏ដូចជាប្រសង់គ្រប់ព្រះអង្គនិងប្រជារាស្ត្រខ្មែរទូទាំងប្រជាជាតិណាចក្រកម្ពុជាពិតជាមានសេចក្តីសោមនស្សរីករាយគោរពស្រឡាញ់ណាចំពោះព្រះរាជកាយវិការនិងព្រះរាជហឫទ័យរបស់សម្ដេចម៉ែនិងសម្ដេចយាយទួតដែលបានលះបង់នៅព្រះកាយពលព្រះបញ្ញាញាណដើម្បីព្រះពុទ្ធសាសនានិងសង្គមជាតិទាំងមូលណាហើយជាពិសេសនៅក្នុងវគ្គរោកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តមឧត្តមនាថ្ងៃទី18ខែមិថុនាឆ្នាំ2025នេះសូមគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកមានទេវតាថែរក្សាក្នុងលោកទាំងមូលណាទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រជាដើមសូមតាមជួយប្រោះព្រំអភិបាលរក្សាសម្ដេចព្រះមហាក្សត្រីសម្ដេចព្រះវររាជមេត្តាជាតិខ្មែរសម្ដេចម៉ែសម្ដេចយាយទួតសូមមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មវស្សាយឺនយូរជាង100ព្រះវស្សាព្រះបញ្ញាញាណភ្លឺថ្លាដើម្បីបានគង់ប្រថាប់នៅជាមលុបតិចតជុំសុខផ្សេងខ្សានណាចំពោះព្រះពុទ្ធសាសនាក៏ដូចជាប្រជារាស្ត្រខ្មែររបស់យើងនឹងជាអង្វែងតរៀងទៅជាសច្ចធម៌ណាសម្ដេចព្រះមហាក្សត្រីព្រះវររាជមេត្តាជាតិខ្មែររបស់យើងគឺជាមលុបដ៏តិចជានិមិត្តរូបដ៏តិចតជុំណាសម្រាប់ប្រទេសដែលកំពុងតែមានសេចក្តីសុខសន្តិភាពដែលរាជរដ្ឋាភិបាលរបស់យើងណានៅក្នុងអាណត្តិទី7នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីណាបន្តវេនដឹកនាំរាជរដ្ឋាភិបាលនេះគឺបានខិតខំពុះពៀគ្រប់ឧបសគ្គបន្តពីរាជរដ្ឋាភិបាលកាលដែលសម្ដេចអគ្គមហាសេនាបតីតេជោនៅជានាយករដ្ឋមន្ត្រីហើយបច្ចុប្បន្នសម្ដេចជាប្រធានព្រឹទ្ធសភាគឺបន្តធ្វើយ៉ាងម៉េចថែរក្សាការពារនៅសមិទ្ធផលណាដែលបានកើតមាននឹងហើយជាពិសេសគឺខិតខំរួមគ្នាថែរក្សាសេចក្តីសុខសន្តិភាពនេះឲ្យបានថិតថេរជាកាលជាអង្វែងតរៀងទៅនឹងសាធុអញ្ចឹងដូច្នេះក្នុងនាមជាប្រសង់មានសេចក្តីត្រេកអរណាស់ហើយជាពិសេសសូមឲ្យការសម្រេចចិត្តគ្រប់បែបយ៉ាងទាំងអស់របស់រាជរដ្ឋាភិបាលតាក់ទងនឹងសេចក្តីសុខសន្តិភាពនេះជាពិសេសបូរណភាពទឹកដីគឺព្រះសង្ឃនិងប្រជាជាតិខ្មែរយើងទាំងមូលពិតជាមានសេចក្តីត្រេកអរហើយគ្រប់គ្រងយ៉ាងពេញទំហឹងហើយជូនពរណាចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដើម្បីបានជោគជ័យណានៅក្នុងការដឹកនាំនិងរក្សាសេចក្តីសុខសន្តិភាពឲ្យថិតថេរជាកាលជាអង្វែងតរៀងទៅ